ก็លោកមេតបបានប្រកាន់នឹងខ្ញុំប៉ុន្តែរឿងនេះខ្ញុំត្រូវតែជម្រាបពុកខ្ញុំត្រូវហើយខ្ញុំនឹងចូលស្ដីនឹងនាងដល់លោកម្ចាស់ណាលេពូសូមគោរពលោកឪពុកលោកមេតបចង់ធ្វើអីលោកមេតបឪពុកធម៌របស់លោកគឺជាអបរាជខ្ញុំមិនទឹកហ៊ានប្រហើនជាមួយលោកទៅខ្ញុំយកលោកអបរាជធ្វើជាពុកធម៌គ្រាន់តែចង់ឡើងឋានៈតែប៉ុណ្ណោះទេតែយកលោកធ្វើជាពុកទើបតែទឹកចិត្តដ៏ពិតប្រាកដរបស់ខ្ញុំអញ្ចឹងហេតុអីបានជាលោកយកខ្ញុំធ្វើជាឪពុកធម៌របស់លោកសូមលោកពុកអនុញ្ញាតឲ្យដល់នាងទីឆានរៀបការជាមួយនឹងខ្ញុំទៅហ៎ទៀវឆាតកូននៅណាឆាប់ចេញឃ្លាមកខ្ញុំសុំគោរពពុកកូនចំជាប្រទេសផ្ដាស់មែនហ៎កូនអត់ដឹងពីសិលធម៌តតែសោះមិនក៏មិនគិតមើលតើកូនជាមនុស្សបែបណាកូនជាមនុស្សថោកទាបម្នាក់មិននឹងអាចសាកសពជាមួយនឹងលោកមេតបលីទៅអូប្រកាសជាកូនតាក់តងលោកមេតបធ្វើឲ្យខូចឈ្មោះគ្រួសារយើងពុកហើយយ៉ាលោកមេតបទៀវឆាន់នេះគេមិនសាកសពនឹងលោកទេលោកមន្ត្រីលោកចង់ថាលីពូខ្ញុំមិនស័ក្តិសមជាមួយនឹងនាងលោកមេតបមិនបាច់ជាលោកនិយាយអញ្ចឹងខ្ញុំក៏ដឹងដែរការពិតទៀវឆាននាងជាកូនមន្ត្រីដែលមានឋានៈខ្ពង់ខ្ពស់លីពូខ្ញុំនៅក្នុងភ្នែកលោកគ្រាន់តែជាជនឆេវឆាវតែប៉ុណ្ណោះនៅក្នុងផ្ទៃរបស់លោកលីពូខ្ញុំមិនស័ក្តិសមនឹងនាងទេទេមិនទេហើយយ៉ាពីដើមមកខ្ញុំយល់ថាលោក